វីដេអូនេះគឺយើងមកធ្វើការប្រៀបធៀបគ្នារវាង F22S3 ហើយនិង Mini 2ហើយយើងប្រៀបធៀបគ្នានឹងទៅលើថ្មហើយនិងចម្ងាយទៅលើចម្ងាយគឺ Mini 2គេធ្វើបានល្អជាងគឺគេបានរហូតដល់ 5000 ម៉ែត្រជាងហើយចំណែកឯF22S3 ហ្នឹងគឺបានតែ 4000 ម៉ែត្រជាងទេ 4700 ម៉ែត្រជាងបើយើងនិយាយពីសេវាបញ្ជូនរូបភាពdrone ទាំងពីរនេះគឺចាប់ផ្ដើមពី 2000 ម៉ែត្រជាងទៅគឺមានភាពល្អល្អទៅលើសេវាបញ្ជូនរូបភាពហ្នឹងគឺដាច់រហូតបើន័យថាវាដាច់ជាប់វិញគឺវាមានភាពល្អល្អអញ្ចឹងគឺអត់សូវ smooth ទេទាំងពីរតែម្ដងអញ្ចឹងយើងឃើញថាសេវាបញ្ជូនរូបភាពវាមិនជាជាងគ្នាប្រហែលទេវាមានការល្អល្អដូចគ្នាណាហើយយើងនិយាយទៅលើថ្មម្ដងថ្មសម្រាប់ Mini 2គឺចាប់ផ្ដើមពី 2000 ម៉ែត្រជាងទៅគឺវាឲ្យ return home រហូតតែម្ដងហើយចំណែកឯ 22S3 វិញគឺអត់បញ្ហាទេខ្ទង់ 14000 feet ជាងហ្នឹងគឺក៏ស្មើនឹង2គីឡូឬក៏3គីឡូជាងហ្នឹងគឺគេនៅសល់ថ្មរហូតដល់ 70% ជាងមកដល់ត្រង់កន្លែងនេះគឺ Mini 2បានរហូតដល់ 5200 ម៉ែត្រជាងគឺដាច់សេវាពី tele តែម្ដងគឺវាធ្វើការ return home ទៅវិញតែម្ដងណាហើយចំណែក F22S3 ហ្នឹងគឺបាន 15500 feet ដែលស្មើទៅនឹង4724 ម៉ែត្រណាអញ្ចឹងយើងឃើញថា Mini 2គេធ្វើបានល្អជាងទៅលើចម្ងាយសម្រាប់ថ្មវិញគឺមកផ្ទះអត់ដល់ទេអ្នកទាំងអស់គ្នាមកផ្ទះហ្នឹងគឺវាចុះតាមផ្លូវប្រហែលជាខ្ទង់4ទៅ500ម៉ែត្រទៀតបានមកដល់ផ្ទះអញ្ចឹងធ្វើឲ្យខ្ញុំដើរទៅរើសហ្នឹងមកបែកញើសដែរហ្នឹងហើយសម្រាប់ F22S3 គឺអត់បញ្ហាទេមកដល់ទីតាំងវិញហ្នឹងគឺគេនៅសល់ថ្ម 40% ទៀតតាមទៅវីដេអូនេះខ្ញុំគ្រាន់តែធ្វើការប្រៀបធៀបលេងទេបើយើងនិយាយឲ្យមែនតែនទៅគឺវាអត់ស័ក្តិសមនឹងប្រៀបធៀបគ្នាទេព្រោះ Mini 2ហ្នឹងគឺចេញថ្មីដំបូងហ្នឹងគឺតម្លៃវាថ្លៃមែនតែនគឺអាចនិយាយថាវាលើស F22S3 ច្រើនណាគឺថាបើសិនជាថ្លៃដើមនៃការផលិតគឺស្មើគ្នាដ្រូននេះគឺអាចនឹងសមត្ថភាពស្មើគ្នាតែម្ដង